ចឹងទៅការប្រៀបធៀបនៅពេលដែលខ្ញុំមិនដូចគេហើយបូករួមជាមួយនឹងការគៀបសង្កត់ពីសង្គមទង្វើដែលគាត់ធ្លាប់ជួបចាគាត់ជួបជាមួយនឹងបុគ្គលផ្សេងការកេងប្រវ័ញ្ចការបំពានការមាក់ងាយទាំងកសែភ្នែកទាំងពាក្យសម្ដីអីផ្សេងហើយអត់មានការគាំពៀពីសង្គមទៀតគាត់ហិតទៅយល់ថាខ្លួនគាត់ស័ក្តិសមនឹងចឹងមែនទេគាត់អត់មានតម្លៃណាមួយស័ក្តិសមឲ្យគេទទួលស្គាល់ទេហើយដូចយើងនិយាយពីខាងដើមគាត់យល់ថាខ្លួនគាត់គឺជាមនុស្សដែលគ្មានសេចក្តីថ្លៃថ្នូរចឹងអ្វីផ្សេងគាត់មិនអាចទាមទារបានទេគាត់ទៅយល់អញ្ចឹងទៅវាតែខ្លួនគាត់នឹងក៏គាត់យល់ថាស្បីតាសិទ្ធនៅក្នុងការនិយាយប្រាប់គេថាខ្ញុំក៏ជាមនុស្សដែរនឹងក៏គាត់អត់ហ៊ានផងចាជំរាបសួរសូមស្វាគមន៍មកកាន់ភាគទី2នៃ podcast series របស់យើងក្រោមប្រធានបទការរៀបចំផែនការគ្រួសារនិងផែនការអនាគតផ្អែកលើសិទ្ធិនិងជំរឿចាហើយនាងខ្ញុំត្រឡប់មកជួបទស្សនិកជនសាជាថ្មីម្ដងទៀតជាមួយនឹងបងអូនចាស់ច័ន្ទក្រឹស្នាយើងជួបគ្នាភាសាទៀតហើយហើយថ្ងៃនេះដែរយើងនឹងទៅចេះគ្នាអំពីប្រធានបទទី2របស់យើងចាប្រធានបទទី2យើងផ្ដោតលើគេដែរចាខុសពីប្រធានបទទី1បន្តិចប្រធានបទទី2ថ្ងៃនេះគឺយើងភាសាគ្នាពីសេចក្តីថ្លៃថ្នូរការផ្ដោតសិទ្ធិអំណាចក៏ដូចជាកិច្ចគាំពារសង្គមទៅកាន់ក្រុមគោលដៅក៏ដូចជាប្រជាជនទូទៅចាអរគុណច្រើនក្រឹស្នាការពិភាក្សាមុនយើងបានទៅចេះគ្នាច្រើនដែរអំពីការរៀបចំផែនការអនាគតផងហើយយើងនិយាយអំពីសិទ្ធិនៅក្នុងការសម្រេចចិត្តទៅលើសុខភាពបន្តពូជរបស់យើងហើយការពីភាគមុនហ្នឹងក៏យើងទៅចេះគ្នាច្រើនអំពីបងប្អូនស្ត្រីរបស់យើងដែលគាត់បម្រើការងារនៅក្នុងសេវាកំសាន្តណាចាហើយយើងឃើញថាពិតប្រាកដបន្ទាប់ពីបានជួបក្រស្នាទៅបានដឹងថាអូយប្រកបប្រឈមបញ្ហាច្រើនមែនតើខុសប្លែកពីនារីដទៃអញ្ចឹងនៅក្នុងភាគនេះប្រហែលជាយើងអាចនឹងទៅចេះគ្នាច្រើនពីគាត់ដែរចាអូខេបងហ្នឹងហើយបងយើងតពីភាគទី1របស់យើងអញ្ចឹងដូចបងបានប្រាប់មិញហើយអញ្ចឹងភាគទី2នេះយើងនឹងបង្វែរអារម្មណ៍ទស្សនិកជនក៏ដូចជាមហាជនយើងមកចាប់អារម្មណ៍នៅចំណុចផ្សេងមួយទៀតចា៎ដូចខ្ញុំបានប្រាប់ពីដើមអញ្ចឹងថាយើងមាន3ចំណុចដែលយើងលើកមកនិយាយគ្នាទី1សេចក្តីថ្លៃថ្នូរទី2ការផ្ដោតសិទ្ធិអំណាចហើយទី3គឺការទទួលបានផលប្រយោជន៍ក៏ដូចជាកិច្ចគាំពារសង្គមចា៎អញ្ចឹងដើម្បីផ្ដើមចេញពី3ប្រធានបទទូចនេះខ្ញុំមានសំណួរមួយចង់សួរទៅបងខ្លាដែរចាប់ផ្ដើមដោយពាក្យថាគុណតម្លៃហ្នឹងសម្រាប់បងមកគិតថាពាក្យគុណតម្លៃនៅពេលដែលយើងគិតទៅដល់ពាក្យថាគុណតម្លៃទៅលើមនុស្សម្នាក់ឬក៏បុគ្គលម្នាក់បងសំដៅទៅលើគេមុនគេដែរចាអរគុណក្រឹស្នានៅក្នុងការចាប់ផ្ដើមកិច្ចពិភាក្សារបស់យើងពាក្យថាតម្លៃឬក៏គុណតម្លៃម្នាក់សម្រាប់មនុស្សចាខ្ញុំយល់ថាតកតងពាក្យទី1តកតងទៅនឹងអីគេទៅតម្លៃរបស់មនុស្សចាហើយខ្ញុំធ្លាប់មានការចែកម្លែកមួយតកតងគេសួរថាតើមនុស្សមានតម្លៃប្រមាណចាយើងគិតថាយើងមានតម្លៃប្រមាណអញ្ចឹងសម្រាប់ខ្ញុំឲ្យតម្លៃរបស់មនុស្សជា2ចាទី1ខ្ញុំហៅថាតម្លៃផ្នែកខាងក្នុងតម្លៃផ្នែកខាងក្នុងគឺបានន័យថាយើងផ្ដោតទៅលើទី1គឺភាពជាមនុស្សhumanity ចាអញ្ចឹងយើងមានភាពជាមនុស្សហ្នឹងអញ្ចឹងយើងភាពជាមនុស្សបានន័យថាការគិតបែបមនុស្សការសម្រេចចិត្តបែបមនុស្សគុណតម្លៃជាមនុស្សវាខុសពីសត្វអញ្ចឹងយើងប្រៀបធៀបតែពីរហ្នឹងចុះមនុស្សមានគុណតម្លៃបែបមនុស្សសត្វមានតម្លៃបែបសត្វអញ្ចឹងយើងជាមនុស្សមិនមែនជាសត្វទេទាំងការគិតពិចារណារបស់យើងគឺលក្ខណៈជាមនុស្សហ្នឹងខ្ញុំឲ្យផ្នែកខាងក្នុងទី1ត្រូវមានតែតម្លៃបើយើងមានភាពជាមនុស្សហើយខាងក្នុងដូចគ្នាខ្ញុំឲ្យទៅលើសមត្ថភាពមនុស្សម្នាក់ដែលគាត់មានតម្លៃលុះត្រាតែគាត់មានភាពជាមនុស្សហ្នឹងហើយនឹងគាត់មានសមត្ថភាពខ្ញុំឲ្យថាវាជាតម្លៃផ្នែកខាងក្នុងហើយសម្រាប់ផ្នែកមួយទៀតខ្ញុំឲ្យទៅលើផ្នែកខាងក្រៅអញ្ចឹងតម្លៃមនុស្សមានភាពពីរចូលគ្នាផ្នែកខាងក្នុងនិងផ្នែកខាងក្រៅអញ្ចឹងផ្នែកខាងក្រៅគឺផ្ដោតទៅលើមនុស្សម្នាក់ហ្នឹងគឺគាត់មានគុណធម៌ចាអាហ្នឹងពីខាងក្រៅអញ្ចឹងគាត់ធ្វើនៅខាងក្នុងខ្លួនគាត់ហើយខាងក្នុងគាត់មិនដែរគាត់គឺជាមនុស្សម្នាក់ដែលគាត់មានគុណធម៌ហើយនឹងគុណធម៌បូករួមជាមួយនឹងម្នាក់ហ្នឹងគឺគាត់មានការចូលរួមគាត់រួមចំណែកយើងប្រកែយើងខ្លាំងយើងឆ្លាតយើងធ្វើអីបានហើយកុំភ្លេចទាំងអស់បានហើយយើងឲ្យត្រឡប់ទៅអ្នកដទៃចាយើងចូលរួមមួយអ្នកដទៃយើងគោរពអ្នកដទៃហើយមានការចូលរួមចំណែកទៅកាន់អ្នកដទៃឬក៏កាន់សង្គមទាំងមូលអញ្ចឹងខ្ញុំអាចវិនិច្ឆ័យបានថាប្រសិនបើបុគ្គលម្នាក់គាត់មានទាំងសមត្ថភាពខាងក្នុងនិងសមត្ថភាពខាងក្រៅហ្នឹងសម្រាប់ថាគាត់គឺជាបុគ្គលម្នាក់ដែលមានតម្លៃហើយអញ្ចឹងពីជ្រុងរបស់ក្រឹស្នាវិញគិតមិនដែរចាអរគុណច្រើនបងខ្ញុំគិតប្រហែលបងដែរប៉ុន្តែខ្ញុំមានចំណុចមួយដែលដោយឡែកផ្សេងខ្ញុំចាប់អារម្មណ៍ពាក្យបងមួយថាក្រៅពីគាត់មានខ្លួនឯងហើយគាត់ក៏ចេះផ្ដល់អាហ្នឹងទៅឲ្យអ្នកដទៃខ្ញុំសូមបន្ថែមបន្តិចចេញពីខ្ញុំទៅ
គុណតម្លៃវាប្រហែលជាទៅអមជាមួយនឹងសេចក្តីថ្លៃថ្នូរដូចគ្នា ចា អញ្ចឹងសេចក្តីថ្លៃថ្នូរមានន័យថានិយាយឲ្យស្ដាប់ថាយើងក៏ចង់មើលមកខ្លួនឯងក៏មានតម្លៃហើយអ្នកដទៃក៏ចង់ឲ្យគេមានតម្លៃដូចគ្នា ចា អញ្ចឹងឡើយហ្នឹងខ្ញុំឲ្យនិយមន័យទៅវិញថាសេចក្តីថ្លៃថ្នូរគឺផ្ដើមចេញពីខ្លួនយើងអ្នកធ្វើឲ្យខ្លួនយើងមានថ្លៃសេចក្តីថ្លៃថ្នូរហើយមួយវិញទៀតយើងក៏ត្រូវផ្ដល់ភាពថ្លៃថ្នូរហ្នឹងទៅកាន់បុគ្គលជុំវិញខ្លួនយើងដែរជាពិសេសដៃគូរបស់យើងគ្រួសាររបស់យើងហើយកាន់តែពិសេសជាងហ្នឹងទៀតគឺមនុស្សដែលនៅជុំវិញខ្លួនយើងទោះជាអ្នកហ្នឹងអត់ស្គាល់យើងឬក៏យើងអត់ស្គាល់គាត់ក៏ដោយ អូចាល្អមែនតើគ្រឹស្ណានៅពេលដែលគ្រឹស្ណាលើកឡើងពីសេចក្តីថ្លៃថ្នូរហ្នឹងណាខ្ញុំអាចបន្ថែមមួយទៀតអញ្ចឹងយើងអាចនិយាយថាមនុស្សខ្លះគាត់មានតម្លៃតែគាត់ខ្វះសេចក្តីថ្លៃថ្នូរអញ្ចឹងនៅពេលដែលយើងវិភាគទៅលើសេចក្តីថ្លៃថ្នូរខ្ញុំយល់ថាសេចក្តីថ្លៃថ្នូររបស់មនុស្សទទួលបានពីសង្គមមួយសំខាន់បំផុតគឺសិទ្ធិស្មើគ្នាចាគាត់មានភាពជាមនុស្សអញ្ចឹងសេចក្តីថ្លៃថ្នូរដែលទទួលបានពីសង្គមត្រូវផ្ដល់គាត់មានអារម្មណ៍ហើយគាត់ទទួលបានពិតប្រាកដថាគាត់មានសិទ្ធិស្មើគ្នាគាត់មានសេរីភាពមិនថាគាត់មានការបញ្ចេញមតិយោបល់ការចូលរួមផ្សេងៗគាត់ត្រូវការសេរីភាពត្រូវការ freedom ចាហ្នឹងក៏ជាធាតុមួយដែលអាចរាប់ថាវាជាសេចក្តីថ្លៃថ្នូររបស់មនុស្សដែលសង្គមមួយត្រូវផ្ដល់ឲ្យគាត់ចំណុចមួយទៀតតកតងទៅនឹងយុត្តិធម៌ចាមនុស្សម្នាក់ត្រូវតែទទួលបាននៅយុត្តិធម៌មិនថារឿងបញ្ហាគាត់ជួបបែបម៉េចទេបើថានៅក្នុងគ្រួសារក៏ដោយនៅក្នុងមិត្តភ័ក្តិក៏ដោយនៅកន្លែងការងារក៏ដោយបើសិនបើគាត់ជាបុគ្គលម្នាក់ដែលមិនទទួលបានយុត្តិធម៌បានន័យថាសង្គមមិនបានផ្ដល់សេចក្តីថ្លៃថ្នូរឲ្យគាត់ទេនឹងខ្ញុំវិនិច្ឆ័យអញ្ចឹងណាចាហើយចំណុចមួយចុងក្រោយទៀតខ្ញុំគិតថាគាត់មានទីមួយគាត់មានសិទ្ធិស្មើគ្នាគាត់មានសេរីភាពគាត់ទទួលបានយុត្តិធម៌មួយទៀតគឺតកតងទៅនឹងការផ្ដល់ឱកាសចាទទួលបានយុត្តិធម៌ហើយត្រូវការមិនថាជាបុគ្គលពីបុគ្គលណាឬមួយក៏ពីសង្គមទាំងមូលមកជាពិសេសគឺត្រូវតែទទួលបាននៅការផ្ដល់ឱកាសចាផ្ដល់ឱកាសហើយគឺគាត់ត្រូវតែបានន័យថាគាត់មានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការទទួលយកអផលទាំងអស់ហ្នឹងដែរអញ្ចឹងធាតុផ្សំទាំងអស់នៅក្នុងសេចក្តីថ្លៃថ្នូរមួយដែលសង្គមគួរតែផ្ដល់ទៅឲ្យបុគ្គលម្នាក់វាមានធាតុផ្សំច្រើនចាមិនមែនគ្រាន់តែពាក្យសម្ដីឬក៏កាយវិការខ្លះយើងបង្ហាញថាអូយើងបានផ្ដល់សេចក្តីថ្លៃថ្នូរទៅឲ្យគាត់ទេអត់ទេវាអាចនឹងមានច្រើនចឹងណាចា អូខេបងខ្ញុំចាប់អារម្មណ៍ពាក្យបងមួយវាអាចថាទៅទាំងពីរព្រមគ្នាជួនកាលការគិតរបស់គាត់ក្នុងន័យមួយផ្ដល់សេចក្តីថ្លៃថ្នូរប៉ុន្តែទឹកមុខគាត់ឬក៏កាយវិការគាត់វាអាចបានសហការចេញពីខ្ញុំទៅវិញខ្ញុំគិតថាសេចក្តីថ្លៃថ្នូរវាគួរតែកើតចេញពីខាងក្នុងចេញមកហើយដែលការគ្រប់ហ្នឹងទីមួយគ្រប់ខ្លួនឯងជាអ្នកគ្រប់ខ្លួនឯងមុនហើយមុននឹងផ្សព្វផ្សាយឬក៏បញ្ជាភាពថ្លៃថ្នូរទៅកាន់អ្នកដទៃបើខ្ញុំចង់ឲ្យចាប់អារម្មណ៍ហ្នឹងគឺទីមួយមនុស្សយើងគួរតែកុំមានបរិយាវិនិច្ឆ័យឬក៏ការវិនិច្ឆ័យទុកមុនទៅលើរឿងអីមួយឬក៏បុគ្គលម្នាក់ទៀតខ្ញុំអាចឲ្យឧទាហរណ៍មួយថាដូចយើងពន្ធទៅចែកគ្នាអញ្ចឹងស្ទើរតែគាត់ធ្វើការសេវាកម្មសានអញ្ចឹងសួរថាតើសេចក្តីថ្លៃថ្នូររបស់គាត់ជាអីអញ្ចឹងឬក៏យើងឃើញមកឆុងនៃគាត់ធ្វើការបែបហ្នឹងធ្វើការនៅក្នុងវិស័យកំសាន្តហើយយើងចាប់ផ្ដើមវាតម្លៃគាត់មុនហើយហេតុផលហ្នឹងដោយជ្រកខំហេតុផលផ្សេងយើងកំពុងតែព្យាយាមកាត់សេចក្តីថ្លៃថ្នូររបស់យើងនៅបកគោលទៅឲ្យគាត់ដោយរូបភាពឬក៏លេសមួយចំនួនដែលធ្វើឲ្យយើងមិនបានផ្ដល់សេចក្តីថ្លៃថ្នូរឲ្យពួកគាត់ទាំងដែលយើងមិនបានដឹងថាអខ្សែជីវិតពួកគាត់ឬក៏ហេតុផលពីក្រោយក្នុងពួកគាត់អីគេខ្លះដែលធ្វើឲ្យពួកគាត់មកប្រកបរបរបែបហ្នឹងនេះជាឧទាហរណ៍មួយដែលខ្ញុំចង់ឲ្យទស្សនិកជនឬក៏អ្នកស្ដាប់គាត់ពិចារណាបន្តិចថាធម្មតាមនុស្សយើងតែងតែចង់បានសេចក្តីថ្លៃថ្នូរតែឲ្យបងអញ្ចឹងតើយើងក៏ចង់បានអ្នកដទៃក៏ចង់បានដូចគ្នាអញ្ចឹងបើសិនបើយើងធ្វើបែបណាដើម្បីឲ្យយើងផ្ដល់អានឹងទៅឲ្យមនុស្សជុំវិញខ្លួនយើងហើយតែយើងមានវិធីសាស្ត្រអីឬក៏គំនិតអីដើម្បីកាត់បន្ថយការមិនបានផ្ដល់ទៅឲ្យគេដូចគ្នានឹងសម្រាប់ខ្ញុំបងចាអរគុណច្រើនគ្រឹស្ណានៅពេលដែលគ្រឹស្ណាលើកឡើងមកអញ្ចឹងណាយើងនិយាយពីបងប្អូនស្ត្រីដែលគាត់បម្រើការងារនៅក្នុងសេវាកម្មសាណាឥឡូវយើងនិយាយឧទាហរណ៍បើដោយសារគ្រឹស្ណាលើកពីគាត់ហើយខ្ញុំឧទាហរណ៍ខ្ញុំសួរសំណួរសាមញ្ញមួយចោះនៅពេលដែលយើងឃើញពួកគាត់ដំបូងយើងឃើញនារីដែលគាត់បម្រើការងារនៅក្នុងសេវាកម្មកំសាន្តយើងឃើញគាត់ភ្លាមមានសួរថាទីមើលថានារីម្នាក់ចង់បានអីបានគាត់ធ្វើការហ្នឹងបើសិនជាគ្រឹស្ណាជាការគិតពីដំបូងរបស់មនុស្សចាគាត់ឥឡូវគ្រឹស្ណាពិចារណាសិនណាចាដល់ពេលជាក់ស្ដែងដែលខ្ញុំជួបខ្ញុំពិតជាធ្លាប់បានសួរសំណួរហ្នឹងទៅកាន់មនុស្សមួយចំនួនទាំងនារីទាំងបុរសចាចម្លើយទី1ដែលខ្ញុំទទួលបានណាស្រីធ្វើការងារអញ្ចឹងនិយាយភាសាសាមញ្ញស្រីធ្វើការងារអញ្ចឹងមានអីក្រៅពីចង់បានលុយចាស្រួលចាមិនបាច់ចំណាយអីចាអញ្ចឹងលក់សម្រស់លក់រាងកាយដើម្បីបានលុយចា
អាហ្នឹងចម្លើយរបស់គាត់ដែលខ្ញុំសួរមនុស្សភាគច្រើនហើយគាត់ឆ្លើយអញ្ចឹងគាត់ថានារីដែលធ្វើការងារហ្នឹងទី1គឺចង់បានលុយទេហើយទី2ចង់ទៅសុបាយព្រោះការងារផ្សេងហត់អាការងារគាត់គិតថាការងារនឹងវាសុបាយចាការងារមានហត់អីសុបាយរហូតតែងខ្លួនស្អាតរំជ្រៀងគាត់ទៅគិតអញ្ចឹងណាអាហ្នឹងហើយគឺខ្ញុំគឺជា ចម្លើយដែលខ្ញុំទទួលបានពីគាត់ហើយអ្វីដែលធ្វើឲ្យខ្ញុំបានន័យថាវាភ្ញាក់នៅពេលដែលសំណួរដដែលហ្នឹងត្រូវបានឆ្លើយដោយបងប្អូនស្ត្រីដែលគាត់ធ្វើកិច្ចការងារហ្នឹងអញ្ចឹងក្រស្នាសាក់គិតមើលនៅពេលដែលខ្ញុំសួរសំណួរដដែលថាតើការពិតទៅតើមានតម្រូវការអ្វីដែលបងប្អូនស្ត្រីបងចង់បានពីអាជីពរបស់បងឬក៏ពីសង្គមបាទផ្អែកលើបទពិសោធន៍របស់ខ្ញុំដែលធ្វើការក្នុងការងារនេះរយៈពេល3ឆ្នាំហើយក៏ខ្ញុំបានចុះទៅជួបពួកគាត់ផ្ទាល់ដែរខ្ញុំចង់ជំរាបទៅបងក៏ដូចជាអ្នកកំពុងតែតាមដានដែរថាយើងអាចសម័យមួយថាបើសិនបើយើងយកជើងរបស់យើងទៅពាក់លើស្បែកជើងអ្នកដទៃយើងនឹងដឹងពីអារម្មណ៍នៃស្បែកជើងរបស់អ្នកដទៃជាជាងនឹងយើងគ្រាន់តែស្ដាប់ហើយយើងវិភាគវាតែមួយជ្រុងឬក៏ធ្វើការវិភាគវាមុននឹងយើងបានជួបវាអញ្ចឹងចេញពីឧទាហរណ៍នេះខ្ញុំបញ្យល់ឲ្យសង្ខេបថាពេលដែលជើងយើងខុសពីទំហំស្បែកជើងហើយយើងទៅពាក់ស្បែកជើងអ្នកដទៃវាតែងតែមានអារម្មណ៍លាយចូលគ្នាពេលខ្លះក៏វារលងជាងជើងពេលខ្លះក៏វាតឹងជាងជើងចឹងត្រឡប់មកសំណួរបងវិញបើសួរថាបងប្រហែលជាអាចលើគំនិតហ្នឹងចម្លើយហ្នឹងពីបុគ្គលមួយចំនួនដែលបងបានសួរភាគច្រើនគាត់ឆ្លើយបែបហ្នឹងតែបើសិនបើបងមានឱកាសឬក៏បងបានធ្លាប់សួរទៅស្ត្រីដែលគាត់ធ្វើការក្នុងសេវាកម្មសានគាត់ប្រហែលជាឆ្លើយមកផ្សេងហើយប្រហែលជាមានចម្លើយបែបហ្នឹងខ្លះដែរប្រកបទៅក្នុងហ្នឹងប៉ុន្តែខ្ញុំអាចហ៊ាននិយាយបានថាពួកគាត់ម្នាក់សិតតែមានមូលហេតុនៅពីក្រោយព្រោះធម្មតាយើងសម្រេចចិត្តធ្វើអីមួយយើងសម្រេចចិត្តប្រកបរបរអីមួយមិនប្រកាសថាយើងអាចធ្វើតាមក្តីសម័យឬក៏ក្តីស្រឡាញ់របស់យើងឯងពេលខ្លះក៏យើងធ្វើទាំងបង្ខំមានសម្ពាធឬក៏មានបន្ទុកនៅក្នុងគ្រួសារឬក៏ជីវភាពរបស់គាត់អញ្ចឹងដោយខ្លីពីខ្ញុំត្រឡប់ទៅវិញទោះជាគាត់ជួបប្រទះរឿងអីក៏ដោយនៅពីក្រោយគាត់មានរឿងអីក៏ដោយភាគីម្ខាងទៀតឬក៏បុគ្គលដទៃប្រកាសជាអាចច្បាស់ជាងគាត់ទេអញ្ចឹងមានតែខ្លួនគាត់ដែលច្បាស់ចា៎ទន្ទឹមពេលហ្នឹងបើយើងអាចជួយអីគាត់បានយើងមិនអាចផ្ដល់ជាអីឲ្យគាត់បានទេជាសំណពររបស់ខ្ញុំសូមកុំមើលងាយគាត់ពិតចា៎ពិតប្រកបមែនតើអត់ខុសពីអីដែលក្រឹស្នាលើកឡើងមកទេហើយខ្ញុំចាំបានថាយើងធ្លាប់បានទៅចែកគ្នាខ្លះដែរហើយខ្ញុំពិតជាចាំបានពាក្យរបស់ក្រឹស្នាថាបងប្អូនស្ត្រីដែលគាត់នៅក្នុងសេវាកម្មកំសាន្តហ្នឹងណាគាត់ខុសប្លែកពីនារីដទៃហើយអាភាពរឹងមាំរបស់គាត់ហ្នឹងទាំងផ្លូវចិត្តផ្លូវកាយគឺពិតជានារីដទៃទៀតមិនងាយធ្វើបានដូចពួកគាត់ទេចាគឺអ្វីដែលគាត់លះបង់អ្វីដែលគាត់ហ៊ានអ្វីដែលគាត់សម្រេចចិត្តហើយជំរឿសរបស់គាត់ហ្នឹងណាមិនប្រកាសថាបុរសហ្នឹងមិនហ៊ានធ្វើដូចគាត់ផងចាហ្នឹងអាភាពខ្លាំងរបស់គាត់ណាហើយវាកប់ទៅខាងក្នុងប៉ុន្តែគាត់បែរជាមិនត្រូវបានគេផ្ដោតតម្លៃឬមួយក៏ផ្ដោតអាភាពស្មារតីហ្នឹងអញ្ចឹងខ្ញុំអាចត្រឡប់មកសំណួរខ្ញុំបន្តិចខ្ញុំពិតជាបានជួបជាមួយនឹងបងស្រីម្នាក់តែបច្ចុប្បន្នគាត់ផ្លាស់ប្ដូរមុខរបរហើយពីមុនគាត់ពិតជានារីដែលគាត់នៅក្រៅអូខេគាត់ទទួលសេវាកម្មបម្រើទៅបរិះអីអញ្ចឹងណាចាគាត់ផ្លាស់ប្ដូរអាជីពរបស់គាត់ត្រឡប់មកធ្វើជាអ្នកសម្អាតមិនដឹងហើយមិនពេលនោះក៏បានទៅចែកគ្នាការងារជាអ្នកសម្អាតនឿយហត់ចាអត់បានតែងខ្លួននឿយហត់ជាងមុនប៉ុន្តែហេតុអីបានគាត់ផ្លាស់ប្ដូរហ្នឹងហើយខ្ញុំធ្លាប់បានសួរគាត់ថាអញ្ចឹងការពីបងនៅធ្វើសេវាកម្មហ្នឹងមានដែរអ្នកណាគេមកសួរបងថាបងចង់បានអីអត់ចាហើយទៅចែកសន្ទនាទៅខ្ញុំក៏សួរថាអញ្ចឹងបងចង់បានអីពិតប្រាកដអ្វីដែលគាត់ចង់បាននារីដែលគាត់បម្រើការងារនៅក្នុងសេវាកម្មកំសាន្តអ្វីដែលគាត់ចង់បានពិតប្រាកដសេចក្តីថ្លៃថ្នូរទី1ដោយមិនមានអ្នកណាផ្ដល់ឲ្យគាត់ទេហើយសេចក្តីថ្លៃថ្នូរដែលយើងទៅចែកគ្នាពីខាងដើមហ្នឹងគឺតាក់ទងទៅនឹងសិទ្ធិស្មារតីយុត្តិធម៌សម្រាប់គាត់សេរីភាពរបស់គាត់ការផ្ដល់ឱកាសឲ្យគាត់គឺគាត់ខ្វះអានឹងមែនតើគឺសេចក្តីថ្លៃថ្នូរអញ្ចឹងមិនដែរអ្នកណាម្នាក់ឲ្យទៅអ្វីដែលគាត់ត្រូវការពិតប្រាកដណាចាក៏មិនមានអ្នកណាសួរដែរហើយមិនមានអ្នកណាទាំងខ្វល់ហ្មងគឺអត់ខ្វល់ហ្មងហើយនឹងចំណុចមួយទៀតបងស្ត្រីបងប្អូនស្ត្រីដែលគាត់នៅក្នុងហ្នឹងគឺគាត់ត្រូវការសុវត្ថិភាពហើយនឹងការគាំពារចាមិនថាពីកន្លែងការងារពីដៃគូរបស់គាត់ឬក៏ពីសង្គមទាំងមូលទេគាត់ត្រូវការនឹងបន្ថែមប្រហែលជាកិច្ចការងារខ្លះគាត់ធ្វើទៅទាំងបថុយបឋានណាខ្ញុំគិតថាក្រឹស្នាដឹងរឿងនឹងច្រើនណាស់ព្រោះនៅក្នុងផ្នែកកិច្ចការងារហ្នឹងហើយបានទី3ទេប្រាក់ចំណូលពិតប្រាកដធ្វើការយើងចង់បានលុយឯងប៉ុន្តែបើសួរថានៅពេលដែលខ្ញុំសួរគាត់អ្វីជាតម្រូវការទី1ប្រាក់ចំណូលមិនមែនទី1ទេវានៅលេខរៀងទី3ចាដល់ពេលសួរទី1អីទៅបងចង់បានពិតប្រាកដ
សេចក្តីថ្លៃថ្នូរនឹងឯងចុះប្រហែលប្រធានបទនេះយើងអាចនឹងនិយាយច្រើនចា អរគុណបងសម្រាប់ខ្ញុំវិញខ្ញុំគាំទ្រអ្វីដែលបងនិយាយព្រោះខ្ញុំក៏ធ្លាប់បានជួបពួកគាត់ដែរហើយយើងក៏បានធ្វើការសិក្សាស្រាវជ្រាវមួយចំនួនជាមួយពួកគាត់ដូចគ្នាតាមបែបវិទ្យាសាស្ត្រដូចគ្នាការសាកសួរ survey ឬក៏ research អីបន្ថែមអ្វីដែលខ្ញុំអាចសរុបឲ្យបានខ្ញុំចាប់អារម្មណ៍ពាក្យតម្រូវការធម្មតាមនុស្សពីរនាក់ដែលគាត់ជួបគ្នាកម្រមានអ្នកណាសួរពីតម្រូវការផលភាគីម្ខាងទៀតជំនួសដោយការមើលគ្នាហើយវាតម្លៃដែលខ្ញុំបាននិយាយពីដើមអញ្ចឹងគាត់បានលុបចោលអាភាពនាំទៅរកការថ្លៃថ្នូរឬក៏សេចក្តីថ្លៃថ្នូរភាពដែលយើងប្រជែកគ្នាហ្នឹងគាត់បែរចំនួនដោយការវាតម្លៃគ្នាមុនតែអ្នកគាត់បានដឹងរឿងផលភាគីម្ខាងទៀតអញ្ចឹងត្រឡប់មកវិញតម្រូវការផលស្ត្រីសម្រាប់កំសាន្តអាចនិយាយបានថាវាប្រហែលជាខុសគ្នាឬក៏ប្រែប្រួលទៅតាមប្រភេទនៃការងារឬក៏បុគ្គលប៉ុន្តែជារួមគឺពួកគាត់ពិតជាត្រូវការកន្លែងការងារមួយដែលមានសុវត្ថិភាពសិទ្ធិទទួលបានសេវាសុខភាពបន្តពូជនិងសុខភាពផ្លូវភេទដែលអត់មានការវាយតម្លៃអត់មានការមាក់ងាយក៏ដូចជាការរើសអើងពីមជ្ឈដ្ឋានជុំវិញមួយវិញទៀតដែលយើងផ្សារភ្ជាប់ជាមួយធានបទនឹងដែរគឺគាត់ចង់បានការគាំពារពីសង្គមចាការគាំពារសង្គមនៅកន្លែងនេះមានន័យទូលំទូលាយតែខ្ញុំសូមតម្រង់ឲ្យចំមានន័យថាគាត់ត្រូវបានគាំពារពីប្រព័ន្ធមួយដែលបង្កើតឡើងដើម្បីគាំពារទៅកាន់អ្នកដែលងាយរងគ្រោះដោយគាត់ឧទាហរណ៍ខ្ញុំផ្សារភ្ជាប់ដោយឧទាហរណ៍ជាក់ស្ដែងគឺយើងមានប្រព័ន្ធគាំពារសង្គមសម្រាប់ស្ត្រីឬក៏បុគ្គលដែលគាត់ធ្វើការក្នុងវិស័យទេសចរសេដ្ឋកិច្ចខែប្រព័ន្ធដូចជាពួកគាត់អញ្ចឹងយើងមានការផ្ដល់ជូននៅបានគាំពារសង្គមមួយចំនួនដូចខ្ញុំបានបញ្ជាក់ជូននេះគឺទី1គឺបានមូលនិធិសមត្ថសុខាភិបាលដែលយើងហៅថាបានមសសដែលជាលក្ខណៈពិសេសសម្រាប់ក្រុមពួកគាត់ទី2ក្នុងលក្ខខណ្ឌមួយចំនួនដែលពួកគាត់មានជីវភាពខ្វះខាតឬក៏គ្រួសារគាត់ជួបទុក្ខលំបាកយើងក៏មានប្រភេទបានផ្សេងទៀតដែលយើងហៅថាបានមូលនិធិសមត្ថៈឬក៏ពីមុនដែលគេហៅថាបានក្រីក្រហ្នឹងដែលយើងងាយនឹងស្គាល់សម្រាប់ពួកគាត់ដែរក្នុងករណីដែលគាត់ជួបតែការលំបាកក្រៅពីនឹងទៀតយើងក៏មានបានសមាជិកបេឡាជាតិសន្តិសុខសង្គមឬក៏យើងស្គាល់ថាបានបសសហើយមកដល់បច្ចុប្បន្ននេះក៏យើងឃើញវឌ្ឍនភាពក៏ដូចជាការអាប់ដេតថ្មីដែលធ្វើឲ្យបុគ្គលស្វ័យនិយោជន៍គាត់មានសិទ្ធិក្នុងការបង់វិភាគទានដល់ខ្លួនឯងអញ្ចឹងសរុបមកវិញការគាំពារសង្គមគឺចេញមកពីជំរឿនដូចគ្នាដែលយើងបានចែកពីមុនអញ្ចឹងប្រព័ន្ធមានហើយបានឬក៏កិច្ចគាំពារសង្គមមានហើយសំណួរសួរថាតើពួកគាត់ដែលជាក្រុមគោលដៅរបស់យើងបានទៅដល់កន្លែងហ្នឹងអត់ឬក៏គាត់បានបង្អាក់ដំណើរណាមួយដែលធ្វើពួកគាត់អាចទៅដល់កន្លែងហ្នឹងបានអញ្ចឹងខ្ញុំគាំទ្រអ្វីដែលបងនិយាយក្រៅពីសេចក្តីថ្លៃថ្នូរក៏ដូចជាភាពចង់បានសុខសុវត្ថិភាពផ្នែករាងកាយផ្លូវចិត្តក៏ដូចជាផ្នែកសង្គមកិច្ចគាំពារសង្គមពិតជាសំខាន់សម្រាប់ពួកគាត់ព្រោះមនុស្សម្នាក់អត់អាចដឹងថាខ្លួនឯងឈឺពេលណាជួបទុក្ខពិបាកពេលណាឬក៏លំបាកពេលណាអញ្ចឹងពួកគាត់គួរតែត្រូវបានគេគាំពារគេមិនមើលរំលងពួកគាត់បាទចាអរគុណច្រើនគឹស្នេហ៍អូខេបងខ្លាថាយើងបានជជែកគ្នាមកសន្ទុះហើយពីការផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរក៏ដូចជាទៅកាន់បុគ្គលម្នាក់ទៀតក៏ដូចជាក្រុមគោលដៅរបស់យើងដែលគាត់ជាស្ត្រីធ្វើការសេវាកំសាន្តខ្ញុំមានសំណួរពិសេសមួយសម្រាប់បងប្រហែលជាយើងបានធ្លាប់លើពីពាក្យមាក់ងាយខ្លួនឯងឬក៏ភាសាអង់គ្លេសហៅថា stigma អញ្ចឹងខ្ញុំចង់សួរទៅកាន់បងវិញថាចេញពីជ្រុងរបស់បងវិញក្នុងនាមបងជានារីម្នាក់ដែរតែបងគិតថាក្រុមគោលដៅរបស់យើងដែលគាត់ជាស្ត្រីបម្រើការក្នុងសេវាកំសាន្តហ្នឹងមានហេតុផលដែលធ្វើឲ្យគាត់រើសអើងខ្លួនឯងចាអរគុណច្រើនគ្រឹស្ណាសម្រាប់តកតងនឹងសំណួរសំខាន់នេះជាការយល់ឃើញផ្ទាល់ខ្លួនខ្ញុំគិតថាបងប្អូនស្ត្រីដែលគាត់បម្រើការងារនៅក្នុងសេវាកម្មកំសាន្តណាគាត់ទទួលបាននៅអារម្មណ៍ដែលគាត់មាក់ងាយខ្លួនឯងគាត់រើសអើងខ្លួនឯងខ្ញុំគិតថាចាប់ផ្ដើមចេញពីដំបូងគឺការគិតរបស់គាត់យល់ថាខ្លួនគាត់នឹងមិនស្អាតស្អំចាគាត់មានអារម្មណ៍ថាខ្លួនគាត់អត់ស្អាតស្អំគាត់មិនដូចគេទេហើយយើងអាចគិតបន្តទៅទៀតវាត្រូវតែមានហេតុផលអីបានជាគាត់គិតថាខ្លួនគាត់អត់ស្អាតស្អំដោយសារគាត់យល់ថាអ្វីដែលគាត់ធ្វើហ្នឹងណាវាខុសពីអ្នកដទៃអាទង្វើរបស់គាត់សកម្មភាពរបស់គាត់ហ្នឹងគឺជារឿងខុសអញ្ចឹងទៅគាត់យល់ថាគាត់ធ្វើខុសហ្នឹងអញ្ចឹងអាគំនិតប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃហ្នឹងគឺគាត់កើតឡើងមកដោយខ្លួនគាត់ហ្មងអញ្ចឹងនៅពេលដែលគាត់ចាប់ផ្ដើមយល់ថាខ្លួនឯងអត់ស្អាតស្អំគាត់ប្រៀបធៀបគាត់មិនដល់គេហ្នឹងហើយហ្នឹងអាបន្ទាប់មកទៀតគាត់គិតថាវាគ្មានតម្លៃណាមួយស័ក្តិសមនឹងគាត់ទទួលបានទេអញ្ចឹងគឺគាត់មាក់ងាយខ្លួនគាត់ឯងគាត់ចាប់ដើមយល់ថាខ្លួនឯងនៅណាគេនៅណោឬមកក៏គេសិតតែអញ្ចេះហើយមិនគាត់អញ្ចោអញ្ចឹងបានន័យថាអាបញ្ហាពីខាងក្នុងហ្នឹងអានឹងសំខាន់ណាស់នៅពេលដែលយើងចាប់ដើមប្រៀបធៀបហ្នឹងគាត់យល់ថាខ្លួនប្រាណរបស់គាត់ឬក៏ការងាររបស់គាត់
ឬមួយក៏ការគិតអីរបស់គាត់ណាគាត់យល់ថាទង្វើខុសហើយអាហ្នឹងវាដូចជាស្នាមប្រឡាក់មួយអញ្ចឹងណាចាអញ្ចឹងគាត់ថាអាហ្នឹងវាជារឿងកខ្វក់អញ្ចឹងតើឬក៏រឿងមិនស្អាតស្អំអញ្ចឹងនៅពេលដែលគាត់ស្ថិតនៅក្នុងកន្លែងហ្នឹងឬមួយក៏ធ្វើកិច្ចការងារហ្នឹងគាត់យល់ថាអ្វីដែលគាត់ធ្លាប់ធ្វើឬមួយក៏កំពុងធ្វើហ្នឹងគាត់អត់គិតថាស្នាមប្រឡាក់មួយហ្នឹងវាគ្រាន់តែជាស្នាមប្រឡាក់លើខ្លួនប្រាណលើមុខមាត់របស់គាត់ទេគាត់គិតថាហ្នឹងវាដូចជាស្នាមសន្លាក់ស្នាមសាក់ដែលពិបាកនឹងលុបហើយគាត់ព្យាយាមបិទបាំងគាត់ថាបើសិនបើគេឃើញអាហ្នឹងគេនឹងអត់ឲ្យតម្លៃគាត់ទេគេមិនត្រឹមតែអត់ឲ្យតម្លៃគេមើលងាយគាត់ទៀតដល់ទៅពេលអញ្ចឹងគាត់រត់តែស្អប់អាស្នាមដែលគាត់ប្រឡាក់ឬក៏គាត់មានហ្នឹងគាត់អត់យល់ថាគាត់មិនអាចផ្លាស់ប្ដូរការគិតរបស់គាត់ថាវាជាមេរៀនឬមកក៏ជាបទពិសោធន៍ឬក៏វាជាហេតុផលធំណាមួយដែលធ្វើឲ្យជីវិតរបស់គាត់ផ្លាស់ប្ដូរឯងអញ្ចឹងទៅការប្រៀបធៀបនៅពេលដែលខ្ញុំមិនដូចគេហើយបូករួមជាមួយនឹងការគៀបសង្កត់ពីសង្គមទង្វើដែលគាត់ធ្លាប់ជួបចាគាត់ជួបជាមួយនឹងបុគ្គលផ្សេងការកេងប្រវ័ញ្ចការបំពានការមាក់ងាយទាំងកសែភ្នែកទាំងពាក្យសម្ដីអីផ្សេងហើយអត់មានការគាំពៀពីសង្គមទៀតគាត់ហិតទៅយល់ថាខ្លួនគាត់ស័ក្តិសមនឹងចឹងមែនទេគាត់អត់មានតម្លៃណាមួយស័ក្តិសមឲ្យគេទទួលស្គាល់ទេហើយដូចយើងនិយាយពីខាងដើមគាត់យល់ថាខ្លួនគាត់គឺជាមនុស្សដែលគ្មានសេចក្តីថ្លៃថ្នូរអញ្ចឹងអ្វីផ្សេងគាត់មិនអាចទាមទារបានទេគាត់ទៅយល់អញ្ចឹងទៅវាតែខ្លួនគាត់នឹងក៏គាត់យល់ថាស្បីតាសិទ្ធនៅក្នុងការនិយាយប្រាប់គេថាខ្ញុំក៏ជាមនុស្សដែរហ្នឹងក៏គាត់អត់ហ៊ានផងចាអាហ្នឹងនឹងជាការយល់ឃើញមកជ្រុងរបស់ខ្ញុំប្រហែលជាក្រស្នាអាចនឹងយល់អីផ្សេងអូខេអរគុណច្រើនបងអរគុណហើយក៏ខ្ញុំបានរៀនសូត្រពីបងដែរពាក្យខ្លះមួយចំនួនសម្រាប់ខ្ញុំវិញខ្ញុំគិតថាខ្ញុំយល់ប្រហែលនឹងបងដែរគឺចេញពីការប្រៀបធៀបខ្លួនឯងទៅអ្នកដទៃឬក៏ប្រៀបធៀបខ្លួនឯងជាមួយនឹងអ្វីដែលខុសពីខ្លួនឯងកំពុងធ្វើធម្មតាកាលណាយើងខុសគេយើងតែគិតថាប្រហែលជាគេភាគច្រើនទៅអញ្ចឹងហើយយើងតែឯងហ្នឹងជាទូទៅតែសម្រាប់ខ្ញុំគិតមកជ្រុងរៀងលើសនឹងបន្តិចខ្ញុំគិតថាអាចមកពីបទដ្ឋានសង្គមមួយចំនួនដែលដាក់សម្ពាធក៏ដូចជាកំហិតកំណត់ទៅកាន់ពួកគាត់ដែលជាក្រុមគោលដៅងាយរងគ្រោះហ្នឹងថាអញ្ចឹងមតិមហាជនភាគច្រើនដែលបងបានដឹងហើយការវាយប្រហារឬក៏ការកំណត់ស្តង់ដារណាមួយពីមហាជនទៅកាន់ក្រុមណាមួយជាក់លាក់ថាពួកគាត់គួរតែអញ្ចឹងពួកគាត់សមទទួលបានបែបហ្នឹងតែសួរថាយើងដែលសួរខ្លួនឯងថារឿងទាំងអស់ហ្នឹងសមហេតុសមផលអត់ខ្ញុំឧទាហរណ៍ជាក់ស្ដែងដូចជាករណីខ្លះគេលើកឡើងថាករណីបៀតបៀនផ្លូវភេទឬក៏រំលោភបៀនផ្លូវភេទផ្ដើមចេញពីការស្លៀកពាក់ផុសស្ត្រីឬក៏មនុស្សស្រីអញ្ចឹងយើងបានលើបទដ្ឋានសង្គមបានដឹងយូរមកហើយមកដល់បច្ចុប្បន្នក៏នៅតែបន្តមានដែរតែសួរថាជំនួសដោយការបន្ទោសជនរងគ្រោះដែលគាត់រងគ្រោះទៅហើយតើយើងបានគិតដល់ថាយើងត្រូវធ្វើម៉េចដើម្បីកុំឲ្យជនបកហ្នឹងគាត់បកអត់ដូចគ្នាដែរជាមួយនឹងអ្វីដែលយើងបានជជែកគ្នាចង់ឲ្យគាត់ទទួលបានតម្លៃណាមួយហេតុអីបានយើងត្រូវដាក់សម្ពាធទៅកាន់ការងារគាត់និងមុខរបររបស់គាត់ជាជាងដែលយើងស្វែងរកការគ្រប់គ្រងឬក៏ចង់ឲ្យមហាជនគិតឲ្យជ្រៅថាតម្លៃជាមនុស្សដូចបងបាននិយាយពីដើមអញ្ចឹងតើវាពិតជាពឹងផ្អែកលើមុខរបររបស់គាត់តែម្យ៉ាងឬក៏ពឹងផ្អែកទៅនៅលើការស្លៀកពាក់របស់គាត់ឬក៏ការបង្កើនមុខរបរអាជីពណាមួយដែលពួកគាត់កំពុងតែធ្វើដើម្បីខ្លួនឯងក៏ដូចជាគ្រួសាររបស់គាត់ចាខ្ញុំសូមផ្សារភ្ជាប់បន្តិចឡើងនេះដែរបងបើយើងគិតឲ្យមិនតិចទៀតឲ្យទៅមុខតិចទៀតយើងនឹងឃើញថាពីផលប៉ះពាល់តែពិតស្ដាប់មើលទៅគ្រាន់តែការមាក់ងាយខ្លួនឯងប៉ះពាល់ធំប៉ុណ្ណាទៅសម្រាប់បងមិនគិតថាមិនដែរផលប៉ះពាល់ចាខ្ញុំគិតថាអាចនឹងប៉ះពាល់ច្រើនទីមួយខ្លួនគាត់ហើយចាការមាក់ងាយខ្លួនគាត់បន្ទាប់មកទៀតតកតងទៅនឹងមុខរបរនៅអាជីពនឹងដែរចាអ្នកផ្សេងទៀតក៏បម្រើកិច្ចការងារប្រហែលអញ្ចឹងទៅវាមិនវាជ្រាបវា influence ទៅចាអញ្ចឹងបើបែរជាឃើញមកក្រុមហ្នឹងទាំងការគិតអត្តចរិតហើយនឹងការរបៀបដែលគាត់ធ្វើការគឺប្រហែលអញ្ចឹងទៅគាត់អត់មានសង្ឃឹមអត់មានអីអញ្ចឹងណាហើយគាត់យល់ថាគាត់អត់ជឿជាក់ទៅលើការផ្លាស់ប្ដូរចានឹងអាចមកជ្រុងទៀតហើយអាចនឹងផលប៉ះពាល់ផ្សេងទៀតវាអាចតកតងទៅនឹងអនាគតរបស់គ្រួសាររបស់គាត់ដែរឬក៏ក្មេងចំនួនក្រោយរបស់គាត់អាចនឹងមានគ្រួសារគាត់អាចនឹងមានមិត្តភ័ក្តិឬមានអីឥឡូវមកយើងនិយាយអំពីគ្រួសារចុះអ្នកនៅពេលដែលគាត់រៀបចំគ្រួសារសំទោសចាអញ្ចឹងនៅពេលដែលគាត់រៀបចំគ្រួសារជាដៃគូរបស់គាត់ក៏ដោយចាជាសាច់ញាតិក៏ដោយនៅពេលដែលគាត់មានអារម្មណ៍អត់ហ៊ានប្រឈមអញ្ចឹងណាខ្ញុំគិតថាវាคล้ายទៅជាសម្ពាធមួយពិបាកនឹងទទួលបានការលើកទឹកចិត្តឬក៏គាំទ្រពីអ្នកដទៃចាមិនដឹងថាបងប្អូនស្ត្រីគាត់នឹងគិតដូចខ្ញុំអត់ទេខ្ញុំគិតថានៅពេលដែលយើងអត់ឲ្យតម្លៃទៅលើខ្លួនឯងណាពិបាកនឹងទាមទារតម្លៃពីអ្នកដទៃហើយបានថានៅពេលដែលយើងអត់អាចឲ្យតម្លៃពិតប្រាកដទៅលើខ្លួនឯង
ចាហើយយើងព្យាយាមលាក់បាំងយើងព្យាយាមកែខៃយើងព្យាយាមរកធាតុផ្សំអីផ្សេងដើម្បីយកមកបាំងអាស្នាមល្អកករបស់យើងអញ្ចឹងចាយើងបែរជាបានន័យថាយើងបង្ខំឲ្យអ្នកដែលនៅក្បែរខ្លួនយើងទទួលស្គាល់អ្វីផ្សេងដែលយើងព្យាយាមបិទបាំងខ្លួនយើងប៉ុន្តែអាធាតុពិតរបស់ខ្ញុំមិនចាគាត់អត់ទាន់មានអាភាពក្លាហានគ្រប់គ្រាន់ការប្រឈមគ្រប់គ្រាន់ថាអូខេខ្ញុំទទួលស្គាល់ថាពីមុនខ្ញុំអញ្ចឹងចាខ្ញុំធ្លាប់ចេះប៉ុន្តែខ្ញុំក៏ជាមនុស្សដែរខ្ញុំក៏មានតម្លៃនេះដែរខ្ញុំបានផ្លាស់ប្ដូរហើយខ្ញុំបានកែប្រែហើយខ្ញុំបានធ្វើចេះហើយខ្ញុំមានអារម្មណ៍ថាផលប៉ះពាល់ដូចជាគាត់មិនទទួលបានការអភ័យទោសខណៈពេលដែលអ្នកអភ័យទោសដំបូងបំផុតហ្នឹងគួរតែជាខ្លួនគាត់ហ្នឹងអភ័យទោសឲ្យខ្លួនឯងថាខ្ញុំសម្រេចចិត្តការធ្វើបែបហ្នឹងដោយសារតែការហ្នឹងខ្ញុំជួបរឿងអញ្ចឹងអ្នកអត់ជួបរឿងដូចខ្ញុំអ្នកមិនអាចសម្រេចចិត្តដូចខ្ញុំអ្នកមិនអាចគិតដូចខ្ញុំទេអញ្ចឹងបានថាគាត់អត់ overcome គាត់អត់អាចរំលងអារឿងអស់ហ្នឹងបានណាអញ្ចឹងវាពិបាកឲ្យអ្នកដតីទទួលស្គាល់ពិបាកឲ្យអ្នកដតីអភ័យទោសហើយនឹងពិបាកទទួលនៅឱកាសពីអ្នកដតីខណៈពេលដែលខ្លួនឯងអត់ទាន់បានផ្ដល់ទាំងអស់ហ្នឹងឲ្យខ្លួនឯងចាអូខេអរគុណច្រើនបងខ្ញុំចាប់អារម្មណ៍ពាក្យបងនិយាយពាក្យរំលងឬក៏ overcome ហ្នឹងនិយាយពីផលប៉ះពាល់វិញសម្រាប់ខ្ញុំគិតថាហ្នឹងហើយយើងចាប់ផ្ដើមចេញពីខ្លួនគាត់មុនអ្នកដែលរងគ្រោះមុនគេនឹងប៉ះពាល់គឺខ្លួនគាត់តែមួយវិញទៀតគឺជាមួយនឹងសង្គមធម្មតាកាលណាគាត់ព្យាយាមកំណត់ខ្លួនឯងឬក៏រនាំងខ្លួនឯងនៅតែមួយកន្លែងហាព្រមចេញអញ្ចឹងគាត់អត់មានឱកាសទេក្នុងការទទួលបានសេវាផ្សេងពីសង្គមឧទាហរណ៍ថាគាត់ចង់ទៅមន្ទីរពេទ្យរដ្ឋមួយឬក៏មណ្ឌលសុខភាពមួយចុះអញ្ចឹងតែគាត់មានភាពក្លាហានគ្រប់គ្រាន់កម្រិតណាក្នុងការប៉ាក់ជើងឈានចេញពីផ្ទះទៅកាន់មន្ទីរពេទ្យជួនកាលរឿងអស់ហ្នឹងគាត់គិតខ្លួនគាត់ដោយសារអីគាត់អត់បានគាត់ញាក់ញែកខ្លួនឯងគាត់ចេះតែគិតចេះចោះធ្វើឲ្យគាត់មិនអាចទៅមន្ទីរពេទ្យបានជាងយើងសម័យមើលរូបភាពបែបនេះយើងនឹងឃើញថាជំងឺរបស់គាត់បើសិនមកគាត់មានជំងឺហើយទាមទារការព្យាបាលគាត់នឹងត្រូវបានបង្អាក់ការព្យាបាលអត់ទាន់ពេលវេលាហើយបើយើងសម័យកាន់នៅជ្រៅជាងនឹងទៀតយើងនឹងឃើញថាប្រហែលជាគាត់អាចចម្លងមេរោគហ្នឹងឬក៏ជំងឺហ្នឹងទៅកាន់អ្នកដទៃបានអញ្ចឹងមូលហេតុដើមចងមួយផ្នែកធំនៃការផលប៉ះពាល់ហ្នឹងគឺការចេញមកពីការមាក់ងាយខ្លួនឯងអញ្ចឹងផ្សារភ្ជាប់នឹងចំណុចនេះដែរខ្ញុំចង់ឲ្យស្ត្រីក៏ដូចជាអ្នកស្ដាប់ទាំងអស់គ្នាយើងជាអ្នកណាក៏ដោយអញ្ចឹងការមាក់ងាយខ្លួនឯងប្រហែលជាអាចយើងមានតិចឬក៏មានច្រើនទៅតាមកម្រិតរបស់យើងប៉ុន្តែព្យាយាមរំលងវាឬក៏គិតថាអត់មានស្តង់ដារណាមួយដែលកំណត់ថាយើងគួរតែបែបនេះឬក៏គួរតែបែបនោះដោយខុសពីច្បាប់ឬក៏អីចឹងទេអញ្ចឹងដើម្បីធម្មតាយើងចង់ឲ្យគេជួយយើងបងអាចគិតដែរថាយើងក៏តែយើងជួយខ្លួនឯងមុនដែរអញ្ចឹងកន្លែងហ្នឹងមានន័យថាយើងកុំទុកឬក៏បន្តអាភាពមាក់ងាយខ្លួនឯងហ្នឹងជាណាំងមួយជាបន្ទុកមួយដែលឃុំយើងឬក៏ជាស្នាមឲ្យបងនិយាយមិញស្នាមស្លាកមួយដែលធ្វើឲ្យយើងអាចឈានជើងទៅរកខាងក្រៅបានចាបងចាអរគុណច្រើនក្រឹស្នាខ្ញុំចង់ផ្សារភ្ជាប់ដែរដោយសារតែក្រឹស្នាក៏ធ្វើការនៅក្នុងផ្នែកនឹងស្រាប់អញ្ចឹងបើសិនបើយើងនិយាយអំពីបងប្អូនស្ត្រីដែលគាត់ធ្វើការងារនៅក្នុងសេវាកម្មកំសាន្តហ្នឹងខ្ញុំចង់ដឹងថាការផ្ដល់សិទ្ធិអំណាចទៅឲ្យគាត់អញ្ចឹងបានន័យថាអ្វីទៅជាការផ្ដល់សិទ្ធិអំណាចពិតប្រាកដទៅឲ្យគាត់ហើយគាត់នឹងអាចទទួលបានសិទ្ធិអីគេខ្លះចាអូខេបងអរគុណសម្រាប់សំណួរចេញពីខ្ញុំទៅវិញសិទ្ធិអំណាចហ្នឹងប្រហែលជាអាចមានន័យទូលំទូលាយសម្រាប់ប្រជាជនទូទៅតែសម្រាប់ក្រុមគោលដៅជាពិសេសស្ត្រីដែលគាត់ធ្វើការសេវាកំសាន្តពាក្យថាសិទ្ធិអំណាចមានន័យថាយើងចង់លើកកម្ពស់ការប្រើប្រាស់សិទ្ធិរបស់គាត់ការដឹងពីសិទ្ធិរបស់គាត់ថាគាត់មានសិទ្ធិអីគេខ្លះដូចយើងមកជែកនេះពីដើមទីអញ្ចឹងកុំដោយសារតែមុខរបររបស់គាត់កុំដោយសារតែការវាយតម្លៃផុសសង្គមដែលផ្ដល់ឲ្យគាត់អស្មារភាពធ្វើឲ្យគាត់លែងគិតពីសិទ្ធិគាត់អញ្ចឹងការប្រើប្រាស់សិទ្ធិវាសំខាន់ប៉ុន្តែគាត់ត្រូវដឹងថាសិទ្ធិរបស់គាត់មានអីគេខ្លះគាត់ប្រើប្រាស់ក្នុងកម្រិតបែបណាដែនកំណត់បែបណាអត់បានរាប់បញ្ចូលទាំងការងារក៏ដូចជាភាពខុសគ្នារវាងគាត់និងសង្គមទេនឹងមួយទីពីរទៀតអំណាចកន្លែងនេះខ្ញុំប្រហែលជាអាចបញ្យល់ទៅវិញបានថាអំណាចគឺតាក់ទងជាមួយនឹងការសម្រេចចិត្តរបស់គាត់គាត់មានសិទ្ធិសម្រេចចិត្តទៅលើរូបរាងកាយរបស់គាត់ដោយបងបាននិយាយពីដើមទីពីរគាត់មានសិទ្ធិជ្រើសរើសយកសេវាកម្មឬក៏ប្រភេទសេវាសុខភាពណាមួយដែលគាត់ពេញចិត្តដោយមានការប្រកបប្រខំមួយវិញទៀតទោះជាក្នុងលក្ខខណ្ឌបែបណាក៏ដោយការងារគាត់បែបណាក៏ដោយខ្ញុំគិតថាសិទ្ធិរបស់គាត់គឺនៅតែមានដដែលដូចទីថាខ្ញុំឧទាហរណ៍ជាក់ស្ដែងទីស្ត្រីម្នាក់គាត់ធ្វើការនៅក្នុង KTV ឬក៏ Bee Garden មួយគាត់មានសិទ្ធិក្នុងការផឹកស្រាឬក៏មានសិទ្ធិក្នុងការមិនផឹកស្រាជាមួយអតិថិជននេះជាសិទ្ធិរបស់គាត់ដែលគាត់គួរតែដឹងហើយគាត់គួរតែមានដែរព្រោះថាយើងមិនអាចវាតម្លៃថាក្រុមស្ត្រីឬក៏ក្រុមគោលដៅណាមួយត្រូវតែធ្វើតាមលំនាំនៃការកំណត់របស់យើងគ្រប់ទេ
ចឹងខ្ញុំជួយបងបានប៉ុណ្ណឹង ចាអរគុណច្រើនគ្រឹស្ណាអញ្ចឹងមិញគ្រឹស្ណាលើកឡើងមកដែរថាវាចាំបាច់ណានៅពេលដែលគាត់ត្រូវតែស្គាល់ពីសិទ្ធិរបស់គាត់ហើយនឹងអ្វីដែលគាត់គួរតែទទួលបានណាអញ្ចឹងខ្ញុំចង់ដឹងបន្ថែមទៀតដែរគ្រឹស្ណាដឹងទេថាអ្វីទៅនៅតែជាឧបសគ្គចម្បងដែលធ្វើឲ្យបងប្អូនស្ត្រីមួយចំនួនហ្នឹងគាត់នៅតែមានផលវិបាកនៅក្នុងការបានទទួលបានការគាំពៀចាអ្វីខ្លះទៅដែលនៅតែជាឧបសគ្គ អរគុណបងហើយនេះក៏ជាការងារដែលពួកខ្ញុំកំពុងតែធ្វើហងៃដែរអញ្ចឹងក្នុងតំណាងជាអង្គការសង្គមស៊ីវិលចេញពីជ្រុងរបស់ខ្ញុំទៅខ្ញុំអាចជំរាបជូនបានថាឧបសគ្គរបស់គាត់មានច្រើនតែឧបសគ្គចម្បងឬក៏រនាំងរារាំងពួកគាត់ហ្នឹងគឺការចេញពីឯកសារអត្តសញ្ញាណរបស់គាត់ដូចបងដឹងស្រាប់ហើយពួកគាត់ជាស្ត្រីដែលធ្វើការក្នុងសេវាកម្មសានភាគច្រើនគាត់ចល័តមកពីទីតាំងផ្សេងឬក៏ខេត្តផ្សេងតួយ៉ាងការរស់នៅរបស់គាត់ក៏អត់នៅនឹងមួយកន្លែងអត់ fix មួយកន្លែងទេគាត់តែតែចល័តទៅនេះទៅនោះចឹងអញ្ចឹងដូចបានដឹងស្រាប់ហើយកាលណាគាត់ចំណាក់ស្រុកមកធ្វើការតាមមករាជធានីភ្នំពេញចុះអញ្ចឹងឯកសារច្បាប់ដើមឬក៏ឯកសារតាក់ទងមួយតាក់សញ្ញាណរបស់គាត់ដូចជាតាក់ហ៊ានបានសភៅគ្រួសារឬក៏សបុតខណាតអីក៏បានយកមកតាមខ្លួនទេហ្នឹងក៏ជាផ្នែកមួយចម្បងដែលពួកយើងក៏ព្យាយាមដោះស្រាយក៏ដូចជាសម្របសម្រួលទៅកាន់ពួកគាត់ទី2ការចេញមកពីឆន្ទៈរបស់គាត់ដូចយើងបានចេះនេះអញ្ចឹងគាត់ទៅអើងខ្លួនឯងគាត់អត់ហ៊ានប្រឈមមួយសង្គមហើយគាត់អត់ដឹងថាចាប់ផ្ដើមពីធម្មតាទៅធម្មតាដើម្បីទទួលបានកិច្ចគាំពារសង្គមនឹងតែគាត់មានសិទ្ធិហើយនឹងការទទួលបានអញ្ចឹងកន្លែងនេះមានន័យថាពួកគាត់បានអត់ទទួលបានព័ត៌មានច្បាស់លាស់ក៏ដូចជាព័ត៌មានជាក់លាក់ថាពួកគាត់គួរតែទៅណាឬគួរទទួលបានណាមួយអញ្ចឹងនឹងក៏ជាឧបសគ្គទី2សម្រាប់ពួកគាត់ដែរហើយចុងក្រោយខ្ញុំសូមផ្ដល់ជា concept ទៅវិញថាតកតងជាមួយនឹងធម្មតាយើងមានគោលនយោបាយក៏ដូចជាបទដ្ឋានគតិយុត្តផ្សេងៗដើម្បីណែនាំឲ្យប៉ុន្តែការអនុវត្តជាក់ស្ដែងវាប្រហែលជាអត់រលូនអត់ smooth ដូចអ្វីដែលយើងបានសរសេរទេអញ្ចឹងការសម្របសម្រួលវាពិតជាចាំបាច់សម្រាប់ឲ្យពួកយើងក្នុងអង្គការសង្គមស៊ីវិលក៏ដូចជារដ្ឋាភិបាលក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់គ្នាគាត់ធ្វើការរួមគ្នាដើម្បីជួយពួកគាត់បាទមកចាអរគុណច្រើនព្រោះថាអញ្ចឹងនៅក្នុងកិច្ចការងារហ្នឹងដែលយើងជាអ្នកគាំពៀគាត់ជាអ្នកជួយសម្របសម្រួលនៅក្នុងករណីដែលគាត់ជួបបញ្ហាអីផ្សេងៗអញ្ចឹងណានៅក្នុងការរៀបចំដូចគ្រឹស្ណាលើកឡើងទាំងឯកសារបទដ្ឋានគតិយុត្តឬមួយក៏ជាយន្តការផ្សេងៗតែយើងគួរតែមានភាពបត់បែនឬមួយក៏បានធ្វើរួចរាល់ហើយប៉ុន្តែបងប្អូនស្ត្រីរបស់យើងអត់តបានជ្រាបហ្នឹងហើយបងសំណួរល្អសម្រាប់កន្លែងចំណុចនេះដូចយើងបានដឹងហើយថាគោលនយោបាយឬក៏សេចក្តីណែនាំគឺមានហើយប៉ុន្តែការអនុវត្តជាក់ស្ដែងវាទាមទារមានការបត់បែនជាក់ស្ដែងសម្រាប់អង្គការសង្គមស៊ីវិលដូចជាពួកខ្ញុំយើងបានព្យាយាមធ្វើតាមអ្វីដែលយើងអាចធ្វើបានហើយយើងក៏មិនធ្វើម្នាក់ឯងដែរយើងចូលរួមជាមួយរដ្ឋាភិបាលក៏ដូចជាដៃគូពាក់ព័ន្ធហើយសួរថាលទ្ធផលទទួលបានកម្រិតណាហ្នឹងវានៅក្នុងកម្រិតមួយដែលយើងអត់ទាន់ពេញចិត្តប៉ុន្តែក៏យើងបានបញ្ជាក់ថាយើងបានធ្វើវាបន្តទៅមុខទៀតអញ្ចឹងភាពបត់បែនកន្លែងនេះខ្ញុំចង់បដោតទៅលើការចូលរួមពីស្ត្រីសំខាន់ជាងគេមិនមែនតែស្ត្រីតែម្នាក់ឯងគឺមេការឬក៏ម្ចាស់សេវាកំសាន្តគាត់ជាដើរតួយ៉ាងសំខាន់ក្នុងការជួយគ្រប់គ្រងឬក៏ពន្លឿនឬក៏ជំរុញយន្តការហ្នឹងឲ្យវាទៅមុខបានល្អធម្មតាដូចបងបានដឹងហើយថាអត្តសញ្ញាណពួកគាត់ការបញ្ជាក់ទីលំនៅឬក៏ទីស្នាក់នៅរបស់គាត់វាតាក់ទងជាមួយនឹងម្ចាស់សេវាដែលគាត់បញ្ជាក់ថាពួកគាត់ធ្វើការនៅហាងហ្នឹងទីកន្លែងហ្នឹងហើយក៏ដូចជាអាជ្ញាធរមូលដ្ឋានភូមិឃុំសង្កាត់ក៏ពួកគាត់ដើរតួយ៉ាងសំខាន់ក្នុងការបញ្ជាក់ភាពត្រឹមត្រូវទៅកាន់ការរស់នៅរបស់គាត់ក៏ដូចជាឯកសាររដ្ឋបាលរបស់គាត់មួយចំនួនអញ្ចឹងសរុបមកវិញតើអាភាពបត់បែនហ្នឹងវាគួរតែមានអីល្អជាងនឹងទៅមុខទៀតខ្ញុំសនំពោលដែរថាក្នុងនាមខ្ញុំជាអង្គការសង្គមស៊ីវិលខ្ញុំចង់ឃើញភាគីពាក់ព័ន្ធទាំងអស់គាត់បានដើរទៅមុខរួមគ្នាតែយើងមិនដើរតែម្នាក់ឯងយើងដើរទាំងអស់គ្នាដូចយើងបាននិយាយគ្នាមុនអញ្ចឹងយើងមានក្រុមគោលដៅរបស់យើងក៏គាត់ចូលរួមទី2យើងជាអ្នកតំណាងសម្របសម្រួលក៏យើងចូលរួមទី3អាជ្ញាធរឬក៏ភាគីពាក់ព័ន្ធដែលគាត់ដើរតួសំខាន់ទៅលើការចុះឈ្មោះការសម្ភារក៏ដូចជាការផ្ដល់បានណាមួយទៅកាន់ក្រុមគោលដៅណាមួយជាក់លាក់អញ្ចឹងយើងយល់ពីគ្នាយើងធ្វើការទាំងអស់គ្នាបានយើងទៅមុខខ្ញុំអាចឲ្យឧទាហរណ៍ជាក់ស្ដែងមួយរៀងរាល់ឆ្នាំខាងពួកខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវក៏ដូចជា research ឬក៏ការប្រមូលការស្ទង់មតិផ្សេងៗពីក្រុមគោលដៅហើយយើងបដោតទៅលើយើងចង់ឆ្លោះថាអីគេជាបញ្ហារបស់គាត់យើងចង់ដឹងពីឬគោលនៃបញ្ហារបស់ពួកគាត់ដើម្បីយើងកំណត់បានយន្តការមួយដែលវាចំទិសដៅមិនប្រកាសថាយន្តការឬក៏ឆ្លើយតបទាំងអស់សុទ្ធតែចំទិសដៅយើងចង់ឲ្យវាមានជាអតិភិបហើយយន្តការទាំងអស់ហ្នឹងគឺបានឆ្លើយតបទៅកាន់ពួកគាត់ក្នុងកម្រិតណាមួយដែលល្អប្រសើរជាងមុនហើយហ្នឹងក៏ជាផុសតាងបែប
សិក្សាស្រាវជ្រាវដែលយើងយកទៅបង្ហាញទៅអ្នកពាក់ព័ន្ធក៏ដូចជាអ្នកបង្កើតគោលនយោបាយដែរដើម្បីពួកគាត់យល់ថាក្រុមគោលដៅត្រូវការគេដែលបងបាននិយាយពីដើមចឹងបាទបង អូខេ អរគុណ អរ ច្រើន គុ ប ណ ង អរគុណច្រើនចា បងខ្លះដែរខ្ញុំយើងគួរចេញឆ្ងាយពីប្រធានបទនេះបន្តិចខ្ញុំមានសំណួរពិសេសមួយក៏សំណួរចុងក្រោយដែរសម្រាប់series ទី2របស់យើងខ្ញុំចង់សួរបងថាតើក្នុងនាមបងជានារីម្នាក់ហើយក៏ជាអ្នកបង្កើតមាតិកាម្នាក់តើបងគិតថាការចូលរួមរបស់ស្ត្រីទូទៅក៏ដូចជាស្ត្រីធ្វើការក្នុងសេវាកម្មសានដែលយើងពងជជែកគ្នាតើវាផ្ដល់ផលសំខាន់ឯខ្លះដល់ពួកគាត់ក៏ដូចជាសង្គមទាំងមូល ចាអរគុណសម្រាប់សំណួរពិសេសមួយនេះហើយក៏ជាឱកាសមួយដែរដែលខ្ញុំអាចផ្ញើសារមួយចំនួនទៅកាន់បងប្អូនស្រីដែលគាត់កំពុងតែបម្រើកិច្ចការងារលើសេវាកម្មកំសាន្តណាយើងនិយាយពីខាងដើមមកហើយក្នុងនាមជាមនុស្សស្រីម្នាក់ខ្ញុំក៏ស្រីដូចបងប្អូនទាំងអស់គ្នាដែរខ្ញុំពិតជាចង់ប្រាប់ទៅបងប្អូនថាបងប្អូនមានតម្លៃ បងប្អូនមានតម្លៃមួយខ្ញុំមានតម្លៃមួយហើយតម្លៃរបស់យើងអត់អាចមកវាស់វែងថាអូខ្ញុំថ្លៃជាងឬក៏បងមិនសូវមានតម្លៃជាងអីទេអត់ទេបងអញ្ចឹងយើងមានតម្លៃតែមួយដូចគ្នាគឺយើងជាមនុស្សដូចគ្នាហើយយើងជាមនុស្សស្រីដូចគ្នាអញ្ចឹងខ្ញុំពិតចង់ឲ្យបងឮពាក្យហ្នឹងថាខ្ញុំជាមនុស្សស្រីដែរខ្ញុំទទួលស្គាល់តម្លៃបងដោយដែលបងទទួលស្គាល់តម្លៃខ្ញុំអញ្ចឹងខ្ញុំគិតថានឹងវាជាសារពិសេសឲ្យគាត់ដឹងចាហើយខ្ញុំចង់ប្រាប់ទៅកាន់បងប្អូនស្រីថាសម្លេងរបស់អ្នកទាំងអស់គ្នាមានតម្លៃហើយសម្លេងរបស់អ្នកទាំងអស់គ្នាមានបុគ្គលដែលគាត់ចង់ឮចង់ដឹងអញ្ចឹងសូមកុំឲ្យគាត់ស្ងាត់ចាគាត់អាចចូលរួមមួយពួកយើងមិនថាដូចក្នុង podcast នេះអញ្ចឹងខ្ញុំយល់ថាឥឡូវនេះវាមានវិធីសាស្ត្រច្រើនបើសិនបើបងយល់ថាបងនៅមានភាពខ្មាស់អៀនឬក៏អត់ទាន់មានទំនុកចិត្តបងអាចផ្ញើសារមកជាសម្លេងក៏បានជាការសរសេរក៏បានឬក៏លក្ខអត្តសញ្ញាណសិនក៏បានដែរប៉ុន្តែយើងចង់ដឹងថាបងត្រូវការអីបងចង់ឲ្យពួកយើងជួយអីបងយល់យ៉ាងណាដែរតើពួកយើងគួរតែធ្វើអីបន្ថែមទៀតខ្ញុំចង់ឲ្យបងលើកឡើងពីអារម្មណ៍របស់បងពីតម្រូវការរបស់បងហើយចែករំលែកមួយពួកយើងអញ្ចឹងខ្ញុំគិតថាអានឹងវាសំខាន់ដែលយើងចង់ដឹងពីបងដូចគ្នាដូចដែលបងបានដឹងពីពួកយើងអញ្ចឹងចាហើយនឹងចំណុចមួយទៀតដែរនៅក្នុងនាមថាជាអ្នកផលិតមាតិកាទៅចោះអញ្ចឹងភាគច្រើនខ្ញុំធ្វើតាក់ទងទៅនឹងមាតិកាអប់រំអញ្ចឹងខ្ញុំពិតជាស្នើសុំទៅឲ្យអ្នកដែលគាត់ផលិតមាតិកានៅក្នុងបណ្ដាញសង្គមអាចចូលរួមផលិតមាតិកាអប់រំនោះឲ្យបានច្រើនហើយនៅមួយទៀតខ្ញុំយល់ថាការផលិតមាតិកាសង្គមគឺយើងផ្ដោតទៅលើការកំសាន្តច្រើនជាការពិតចាប៉ុន្តែការកំសាន្តមួយចំនួនដែលយើងអត់សូវបានគិតដិតដល់ណាចាវាធ្វើឲ្យប៉ះពាល់ទៅដល់បងប្អូននារីដែលគាត់ធ្វើទៅលើកិច្ចការងារហ្នឹងអញ្ចឹងពេលខ្លះមិនមែនខ្ញុំគិតថាគាត់ប្រហែលជាអត់មានចេតនាប៉ុន្តែគាត់អត់ដឹងអញ្ចឹងខ្ញុំគិតថាវាជាសារមួយសូមឲ្យគាត់បានដឹងថាសកម្មភាពខ្លះយើងយល់ថាវាជាការលេងសើចក៏ប៉ុន្តែខ្ញុំចង់ប្រាប់ទៅអ្នកទាំងអស់គ្នាថាវាអត់សប្បាយសម្រាប់គាត់ទេវាអត់កំប្លែងសម្រាប់បងប្អូនស្ត្រីដែលគាត់ធ្វើការនៅក្នុងសេវាកម្មកំសាន្តដែលយកសាច់រឿងរបស់គាត់យកការស្លៀកពាក់របស់គាត់ឬក៏យកពាក្យសម្ដីរបស់គាត់យកមកលេងឡើងវិញនៅក្នុងន័យចំអកនៃកំសាន្តនៃអីណាព្រោះថាមាតិកាកំសាន្តមាតិកាលេងផាជាអាចនឹងមានច្រើនយើងជាអ្នកផលិតយើងរៀងឆ្លាតវៃតិចទៅអញ្ចឹងបើយើងយល់ថាសកម្មភាពរបស់យើងឬក៏សាច់រឿងរបស់យើងវាអាចនឹងប៉ះពាល់មនុស្សមួយក្រុមណាខណៈពេលដែលយើងចង់ឲ្យមនុស្សមួយក្រុមសប្បាយយើងត្រូវតែឲ្យមនុស្សមួយក្រុមទៀតគាត់កើតទុកមែនអញ្ចឹងយើងមានជំរឿសល្អជាងហ្នឹងអញ្ចឹងខ្ញុំសូមឲ្យគាត់អាចនឹងពិចារណាដែរការផលិតមាតិកាវាសាយភាយហើយនឹងសិទ្ធិផលចេះហើយអញ្ចឹងប្រសិនបើរឹតតែចូលរួមបានល្អទៀតបានន័យថាមិនមែនតែគ្រប់គ្រងឲ្យគាត់ទៅធ្វើបម្រើកិច្ចការងារលើសេវាហ្នឹងទេប៉ុន្តែឲ្យគាត់ដឹងថាគាត់មានសិទ្ធិអំណាចគាត់យល់ពីការថែរក្សាសុខភាពហើយនឹងអ្វីដែលគាត់គួរទទួលបានហើយចូលរួមគ្រប់គ្រងរបស់គាត់បានថាផ្ដល់តម្លៃណាមួយទៅកាន់ពួកគាត់ខ្ញុំគិតថានេះជាសារមួយសម្រាប់ជនទូទៅចាជាអ្នកផលិតមាតិកាដូចគ្នានិងនារីដែលបងប្អូនដែលគាត់នៅក្នុងវិស័យនឹងដូចគ្នាដែរចាអូខេអរគុណមែនទែនបងខ្លះដែរហើយក្នុងនាមខ្ញុំត្បិតតែខ្ញុំមិនជានារីខ្ញុំរំភើបអ្វីដែលបងបានផ្ញើសារហើយសម្លេងរបស់ខ្ញុំគិតថាពួកគាត់នឹងស្ដាប់ហើយពិចារណាឡើងវិញសម្រាប់អ្នកផលិតមាតិកាដែលគាត់អត់បានពិចារណាអញ្ចឹងសម្រាប់សំណួរចុងក្រោយនេះចេញពីជ្រុងរបស់ខ្ញុំទៅខ្ញុំគិតថាការចូលរួមវាសំខាន់ពួកគ្រប់គ្នាផ្ដើមចេញពីការចូលរួមអញ្ចឹងដូចយើងបាននិយាយគ្នាអស់មួយអេពីសូតទៀតជិតចប់ហើយអញ្ចឹងមុននឹងយើងទៅដល់ការចូលរួមតើយើងមានភាពក្លាហានតើគេបងអញ្ចឹងភាពក្លាហានគឺយើងជំនះអាការរើសអើងខ្លួនឯងយើងបានចែកពីដើមហើយយើងបានប៉ាក់ជើងឬក៏ឈានជើងមកដល់ដំណាក់កាលមួយគឺក្លាហានក្នុងការចូលរួមអញ្ចឹងក្នុងការចូលរួមកន្លែងនេះខ្ញុំមានន័យថាឲ្យពួកគាត់ដឹងពីសិទ្ធិរបស់គាត់ដូចបងបានប្រសាសន៍ប៉ុណ្្នឹងអញ្ចឹងហើយឲ្យគាត់ដឹងថាខ្លួនឯងត្រូវការអីគេពិតប្រាកដហើយទោះតែយើងចង់ឲ្យគេជួយឬក៏យើងត្រូវការជំនួយតែជំនួយនឹងជាអីជាផ្នែកណាមួយនៃ
សង្គមបុគ្គលឬក៏កត្តាណាមួយអញ្ចឹងសម្លេងរបស់គាត់ក៏ជាសំខាន់ព្រោះគ្រប់គម្រោងឬក៏ការអនុវត្តជាក់ស្ដែងទាំងអស់គឺត្រូវការសម្លេងពីអ្នកទទួលផលអញ្ចឹងពួកគាត់ជាអ្នកទទួលផលគាត់ជាអ្នករងគ្រោះអញ្ចឹងផ្នែកផ្សេងគឺចង់ដឹងពីសម្លេងរបស់គាត់អញ្ចឹងខ្ញុំគ្រប់គ្រងអ្វីដែលបងនិយាយគាត់អាចឆាតគាត់អាច message ឬក៏គាត់អាចផ្ញើជាសវត្ថនាមិកមកកាន់ពួកយើងដើម្បីពួកយើងទទួលបានសម្លេងរបស់គាត់មុននឹងបញ្ចប់ខ្ញុំមានជាឧទាហរណ៍ឬក៏ scenario មួយដែលខ្ញុំបានជួបផ្ទាល់ជាមួយនឹងពួកគាត់គឺខ្ញុំបានជួបជជែករបៀបជា dialogue ឬក៏សន្ទនាមួយពួកគាត់អញ្ចឹងពួកគាត់មានម្នាក់ដែលក្នុងចំណោមពួកគាត់ហ្នឹងគាត់អាចនិយាយបានថាគាត់មានចំណេះដឹងខ្ពស់ជាងគេឬក៏គាត់យល់ដឹងបានច្រើនជាងគេគាត់បានហៅមិត្តនារីរបស់គាត់ដែលគាត់ធ្វើការមួយគ្នាហ្នឹងគាត់មកជជែកគ្នាជាមួយខ្ញុំឯដែរពេលហ្នឹងម៉ោងបាយគាត់និយាយថាស្ត្រីគ្នាយើងគួរតែរក្សាខ្លួនឲ្យបានល្អឡើយនេះមានថាឲ្យសុខភាពល្អអត់មានជំងឺព្យាបាលឬក៏ជំងឺផ្សេងដែលមកបៀតបៀនរក្សាខ្លួនឲ្យបានល្អព្រោះអនាគតផលពួកយើងតំណាងឲ្យគាត់ហ្នឹងតែខ្ញុំនិយាយតំណាងឲ្យគាត់ហ្នឹងគឺយើងអាចមើលឃើញថាថ្ងៃក្រោយយើងនឹងមានអនាគតល្អប្រសើរជាងហ្នឹងឬក៏យើងមានអាពាហ៍ពិពាហ៍មួយដែលសមប្រកបជាងហ្នឹងហើយយើងក៏មានកូនឬក៏មានគ្រួសារដែលយើងបាននិយាយពីអេពីសូតមុនអញ្ចឹងមុននឹងឈានដល់ក្តីសម័យក៏ដូចជាអនាគតទាំងអស់ហ្នឹងដោយខ្លីគឺពួកយើងកុំឈឺជំងឺណាមួយដែលយើងព្យាបាលជាឬក៏ពិបាកព្យាបាលអញ្ចឹងទោះជាគ្រប់គ្នាប្រកបរបរធ្វើការអីក៏ដោយសុខភាពគឺសំខាន់សម្រាប់ខ្ញុំគឺថាខាងសុខភាពបានល្អគឺយើងមានឱកាសច្រើនក្នុងការទៅចាប់យកក្តីសម័យក៏ដូចជាភារកិច្ចផ្សេងបន្តទៀតហ្នឹងហើយអរគុណច្រើនបងអរគុណច្រើនក្រស្នាមានន័យមែនតើអរគុណច្រើនខ្ញុំគិតថាវាដល់ទីបញ្ចប់ហើយនៅក្នុងភាគទី2របស់យើងចាអញ្ចឹងត្រឡប់មកវិញនៅក្នុងភាគទី2យើងបានទៅចែកគ្នាច្រើនមែនតើអំពីសេចក្តីថ្លៃថ្នូរចាការផ្ដល់សិទ្ធិអំណាចហើយនឹងការការពារសង្គមហើយដោយដែលទៅចែកគ្នាពីខាងដើមមកអញ្ចឹងយើងផ្ដោតទៅលើតម្លៃនៃមនុស្សច្រើនអញ្ចឹងតម្លៃនៃមនុស្សវាមានធាតុផ្សំច្រើនប៉ុន្តែធាតុផ្សំទី1មុនអ្វីដែលយើងទៅចែកទៀតសុខភាពចាតើតើមានសុខភាពគឺទើបយើងអាចបង្កើតតម្លៃផ្សេងៗទៀតបានចាអរគុណច្រើនទស្សនិកជននេះគឺជាភាគទី2របស់យើងហើយយើងនឹងជួបគ្នាម្ដងទៀតនៅភាគទី3របស់យើងនៅក្នុងប្រធានបទថ្មីផ្សេងទៀតចាហើយគណៈនេះនាងខ្ញុំ Clara និងបងអូនក្រស្នាចាសូមអរគុណសូមជម្រាបលា